រឿងកាពីតែនចនភាគទី2វាមានរយៈពេលមួយខែហើយដែលថេយងនៅតែមិនទាន់បាននិយាយជាមួយជីមីននៅឡើយព្រោះថេនៅតែមានអារម្មណ៍ខឹងនឹងជីមីនហើយគាត់ដឹងថាវាមិនទាន់ដល់ពេលវេលាស័ក្តិសមទេក្នុងការនិយាយជាមួយគាត់ឥឡូវនេះប៉ុន្តែក្នុងចិត្តគេពិតជានឹកជីមីនខ្លាំងណាស់ត្រីហើយរឿងអីដែលថាគេមិននឹកទៅកើតនោះព្រោះមិត្តទាំងពីរនេះតែងតែនៅជាមួយគ្នាស្ទើរតែ24ម៉ោងក្នុងមួយសប្តាហ៍ពួកគេបានធំធាត់ឡើងមកជាមួយហើយគេពិតជាសប្បាយចិត្តណាស់ដែលមានជីមីនជាមិត្តល្អបំផុតរបស់គេខណៈនោះផងដែរថេដកដង្ហើមធំហើយបោះគំនិតនោះចេញគេត្រូវបង្វែរអារម្មណ៍ខ្លួនឯងមកវិញស្របពេលដែលកំពុងធ្វើដំណើរទៅបណ្ណាល័យស្រាប់តែគេបានប្រទះធឿងអ្នកស្រីមីនដែលជាអ្នកគ្រូរបស់គេកំពុងធ្វើដំណើរមកដល់ព្រមគ្នាជាមួយគេតែម្ដងដល់ពេលឃើញចឹងថេលួចជេរខ្លួនឯងតិចព្រោះគេនៅតែមិនទាន់ធ្វើរបាយការណ៍របស់គេឲ្យនៅឡើយទេហើយថែមទាំង flick ថាថ្ងៃនេះជាថ្ងៃផុតកំណត់ទៀតដល់ពេលកំណត់ហើយគេពិតជាសួយមិនខានទេដល់ពេលដឹងចឹងទៅថេក៏ងាកមុខចេញយឺតហើយធ្វើពុតដូចជាអត់បានឃើញអ្នកគ្រូចឹងប៉ុន្តែសយអីអ្នកគ្រូស្រាប់តែហៅគេហើយនិយាយថាគាត់កំពុងចង់រកមុខថេយងល្មមដល់ពេលលឺអ្នកគ្រូនិយាយចឹងគេក៏ឆ្លើយបាទអ្នកគ្រូគេសើចស្ញែងតិចទាំងភ័យអ្នកគ្រូក៏និយាយថាឯងដឹងមូលហេតុហើយខ្ញុំត្រូវការរបាយការណ៍របស់ឯងឥឡូវនេះពេលឮចឹងទៅគេស្លន់មិនស្ទើរទេរកតែនិយាយអីមិនចាញ់ព្រោះគេមិនទាន់បានធ្វើវាហើយផងនឹងតើទៅបានកិច្ចការពីណាមកឲ្យគ្រូគេព្យាយាមដកដង្ហើមធំមុននឹងឆ្លើយខ្ញុំអត់ទាន់បានធ្វើទេអ្នកគ្រូដកដង្ហើមធំទាំងហួសចិត្តដោយថាគាត់អស់ពីអីនិយាយហើយព្រោះគាត់បានផ្ដល់ឱកាសនឹងទុកពេលឲ្យគេធ្វើហើយតែថេយ៉ងនៅតែអត់ទាន់ធ្វើវាហើយទៀតអ្នកគ្រូនិយាយបណ្ដាលើកដៃរឹតទ្រូងបណ្ដាអស់ពាក្យនឹងនិយាយមុននឹងបន្ថែមថានេះជាឱកាសចុងក្រោយរបស់គេហើយតែបើគេនៅតែអត់ធ្វើហើយអត់ដាក់របាយការណ៍នឹងមកក្នុងរយៈពេល1ខែទៀតទេគឺច្បាស់ជាមានបញ្ហាធំហើយដល់ពេលនិយាយរួចគាត់ក៏ដាក់ចេញទៅហើយយើងក៏លេខមកមើលទុកមុខថេយ៉ងវិញម្ដងចាគឺថាគូឯនិតខ្លាំងមែនមិនមែនគេមិនចង់ធ្វើទេតែគេព្យាយាមរកព័ត៌មាននឹងអត់លទ្ធភាពហើយតែនៅតែរកអត់ឃើញគេចង់យកបន្តិចតឹងចិត្តណែនទ្រូងបើគិតទៅប្រវត្តិសាស្ត្រជាមុខវិជ្ជាមួយងាយស្រួលណាស់ប៉ុន្តែមកពីគេមិនសូវចូលចិត្តនិងមិនសូវចាប់អារម្មណ៍ទើបវារៀងពិបាកបន្តិចសម្រាប់គេកាត់មកពេលបន្តិចទៀតថេយ៉ងបានឡើងទៅលើដំបូលអគារហើយឈរមើលគ្រប់យ៉ាងពីលើនោះកាន់តែគិតកាន់តែពិបាកចិត្តគេក៏ទន់ចង្គង់ដួលទៅលើឥដ្ឋព្រោះដោយពេលនេះគេមានអារម្មណ៍ថាមានសម្ពាធខ្លាំងមែនទែនបន្ទាប់ពីយំអស់ចិត្តនៅលើនោះហើយគេក៏បានចុះទៅជាន់ក្រោមវិញរហូតមកដល់ជាន់ទី3គេស្រាប់តែមានអារម្មណ៍ថាចម្លែកបន្តិចព្រោះវាស្ងាត់ខុសធម្មតាទ្វារថ្នាក់រៀនត្រូវបានបិទប៉ុន្តែទោះបីជាចឹងក៏ដោយក៏រដងវាមិនមើលទៅស្ងាត់បែបនឹងដែរតែគេក៏ខ្ជិលគិតច្រើននឹងក្រវីក្បាលតិចរួចបន្តដើរទៅមុខទៀតគេដើរបន្តរហូតមកដល់ថ្នាក់រៀនរបស់ខ្លួនឯងប៉ុន្តែក៏ឃើញថាទ្វារត្រូវបានបិទទៀតហើយពេលមើលទៅទ្វារហ្នឹងក៏គេមានអារម្មណ៍ថាវាខុសគ្នានឹងពីមុនយ៉ាងម៉េចក៏មិនដឹងគេឆ្ងល់ដល់ហើយមើលផងគិតផងមុននឹងនិយាយម្នាក់ឯងតិចថាទ្វារហ្នឹងពីមុនមិនចឹងទេបន្ទាប់ពីរអ៊ឺរួចក៏រុញទ្វារបើកចូលទៅក្នុងតែពេលបើកទៅគេក៏អត់បានឃើញមាននរណាគេម្នាក់នៅខាងក្នុងនោះដែរហើយផ្ទុយទៅវិញវាអត់មានតុរៀនទេតែបាយជាទៅឃើញជាក្រែ2ជាន់និងមានកបៅមួយជំនួសទៅវិញគេជ្រួនចិញ្ចើមបន្តិចគេថាប្រហែលជាដើរចូលខុសបន្ទប់ឲ្យមើលទៅប៉ុន្តែទេពេលមើលទៅលេខបន្ទប់គឺជាលេខបន្ទប់នឹងហើយវាគ្មានហេតុផលអីដែលគ្រូបដូរបន្ទប់រៀនឲ្យមិនប្រាប់គេឲ្យដឹងទេតែគេនៅតែឆ្ងល់ថាហេតុអីនៅខ្លួននឹងមិនបានជាមានក្រែនឹងកបោបនៅខ្លួននឹងទៅវិញក្រែងនេះជាសាលារៀនអីមិនមែនខ្ទមទេគេកាន់តែមានអារម្មណ៍ថាភ័យព្រោះវាមើលទៅស្ងាត់ចម្លែកពេកហើយបាត់មនុស្សទៅណាអស់ទៅរហូតដល់ថ្នាក់គេមានអារម្មណ៍ថាដូចជាគេនឹងជាមនុស្សតែម្នាក់គត់នៅត្រង់នឹងចឹងស្របពេលនឹងដែរគេក៏បានក្រឡេកឃើញផ្លាកសញ្ញាមួយដែលឆ្លាក់នៅលើជញ្ជាំងដែលជាអក្សរ Hangul ប្រពៃណីគេស៊ូខ្លួនឯងព្រោះតែមិនដែលឃើញអក្សរនឹងពីមុនមកទេវាចម្លែកទៅហើយគេនៅតែមិនអស់ចិត្តក៏ដើរទៅមើលក្នុងសាលធំហើយក៏ឃើញថាពិតជាគ្មានពីណាគេម្នាក់នៅទីនេះឡើយវាជាចោលនេតិហើយគេអត់ទាន់បានឃើញសិទ្ធណាម្នាក់នៅឡើយទេនៅក្នុងសាលានឹងថេចាប់ផ្ដើមមានអារម្មណ៍កាន់តែភ័យហើយដើរទៅមុខបណ្ដាយំបណ្ដាហើយសង្ឃឹមថាជីមាននឹងនៃក្បែរនឹងដូចគ្នាប៉ុន្តែភ្លាមនឹងដែរថេយងក៏បានបុកជាមួយមនុស្សម្នាក់ពេលកំពុងដើរពេលងើបមុខសម្លឹងមើលនៅខាងមុខនោះគេក៏លើកដៃសំពះហើយក៏ឃើញថាមនុស្សដែលគេបានបុកនោះគឺជាទាហានម្នាក់ឃើញបែបហ្នឹងគេក៏បានសុំទោសទាហានម្នាក់នោះបំរុងនឹងដៃគេជិញទៅប៉ុន្តែពេលដើរបានតែប្រហែលជំហានស្រាប់តែទាហាននោះស្រែកឡៅថាអូតូតើលោកជានរណារ៉េថេយងក៏ឆ្លើយថាក៏ជានិស្សិតនៅទីនេះពេលកំពុងនិយាយគេក៏បានឃើញទាហានម្នាក់នោះកំពុងលូកដៃទៅទាញកាន់កំភ្លើងរបស់គាត់នៅក្នុងហៅប៉ៅចេញមកយឺតថេយងភ័យស្លេកមុខបែកដងគេចាប់ផ្ដើមលោតញាប់ជាងមុនខណៈទាហានក៏បានសួរបន្តថាសិស្សតើឯងមានលេសអីដែលគួរជឿជាងនឹងអត់ពេលដែលលឿនចុងថេជ្រួញចិញ្ចើមនឹងឆ្ងល់បន្តិចមុននឹងនិយាយថាអីគេប្រាប់ឲ្យថាគេជាសិស្សនៅនឹងមិនបានមកនិយាយឡប់អញ្ចឹង
ពេលនិយាយរួចទាហានម្នាក់នោះក៏ស្រាប់តែដកកំភ្លឹងចេញមកហើយលើកជុងមកកាន់គេនិងប្រាប់ថាឲ្យគេនឹងនៅឲ្យស្ងៀមចំណែកថេយងពេលឃើញអញ្ចឹងគេភ័យស្ទើរគាំងបេះដូងទៅហើយស្របពេលនឹងដែរទាហានម្នាក់នោះក៏បានទាញយកអាយខំរបស់គាត់ចេញមកហើយនិយាយទៅកាន់អ្នកម្ខាងទៀតដោយប្រាប់ថាគាត់បានរកឃើញចារកម្មម្នាក់លួចលាក់នៅកន្លែងហ្នឹងហើយថេយងវិញគ្រាន់តែឮអញ្ចឹងគេរៀងខឹងបន្តិចដែរថាមិនបានសុកមកហាយគេថាចារកម្មអញ្ចឹងធေါ်ដូចគេនឹងជាជនបង្កប់ដូចក្នុងរឿងគេប្រកែកថាគេមិនមែនចារកម្មទេគេហ៊ានស្មត់ទៀតគេប្រាប់ហើយថាគេជាសិស្សប៉ុន្តែទាហានម្នាក់នោះអត់ខ្ចីធွာល់ទេដៃនៅតែកាន់កំភ្លើងភ្ជុំមកគេហើយនិយាយថាឲ្យគេនឹងຕົកលេះនឹងឲ្យគឿងបន្ទប់ស៊ើបអង្កេតទេថេក៏ជួនចិញ្ចាមឡើងហើយនិយាយថាស្អីគេបន្ទប់ស៊ើបអង្កេតប៉ុន្តែទាហាននោះក៏អត់បានឆ្លើយអីជាមួយគេដែរផ្ទុយទៅវិញក៏ស្រាប់តែដើរយឺតមករកគេដោយកំភ្លើងចង្អុលមកគេដដែលរហូតចាប់គេជាប់និងនាំទៅណាបន្តក៏មិនដឹង